លោកគ្រូស្អីទៅជាការអប់រំផ្លូវចិត្តធ្លាប់ឮលោកគ្រូឬក៏អ្នកគ្រូចាំតែឯកទេសជំងឺផ្លូវចិត្តគាត់អាសានិយាយបន្ទាប់ពីបញ្យលណែនាំពីការប្រើប្រាស់ថ្នាំឬក៏អ្នកជំងឺមួយចំនួនហ្នឹងអត់ត្រូវការប្រើប្រាស់ថ្នាំទេប៉ុន្តែបញ្ចូលនៅការអប់រំផ្លូវចិត្តទៅមុនសិនដោយសារតែស្ថានភាពជំងឺរបស់គាត់ហ្នឹងមិនទាន់ធ្ងន់ធ្ងរទេអញ្ចឹងយើងថ្ងៃនេះយើងលើកមកពីការអប់រំផ្លូវចិត្តឬក៏ psycho education ហ្នឹងហើយអាហ្នឹងដែរមានអ្នកជំងឺមួយចំនួនគាត់ប្រាប់ថាលោកគ្រូញ៉ាំថ្នាំមិនទាំងជាផងហើយចុះបើធ្វើតាមលោកគ្រូនឹងអាចជាអត់ទេហើយអានឹងវាមានផលប្រយោជន៍អីទៅក្នុងថ្ងៃនេះខ្ញុំសូមលើកឡើងតកតងជាមួយនឹងផលប្រយោជន៍របស់វាគឺតកតងជាមួយ psycho education ហ្នឹងគឺវាជួយបានច្រើនមែនតើដោយសារតែអីដោយសារតែបន្ទាប់ពីថ្នាំកំឡុងពេលដែលថ្នាំធ្វើសកម្មភាពឬក៏ទៅមុខទៀតថ្នាំនឹងធ្វើសកម្មភាពដល់ចំណុចណាមួយនោះវាមានលក្ខណៈត្រឹងហើយលក្ខណៈត្រឹងនឹងឯងកំឡុងពេលដែលថ្នាំមានប្រសិទ្ធភាពឬក៏ដល់ប្រសិទ្ធភាពណាមួយនោះគឺអ្នកជំងឺនឹងឯងគឺព្យាយាមជួយខ្លួនឯងបណ្ដើដើម្បីទប់ស្កាត់ដើម្បីជួយបន្ធូរបន្ថយរោគសញ្ញាដែលកើតមានហើយអាហ្នឹងវាមានច្រើនតាក់ទងជាមួយនឹងស្ថានភាពរបស់អ្នកជំងឺឧទាហរណ៍បើគាត់ពិបាកគេងអញ្ចឹងលោកគ្រូពេទ្យប្រកាសជានឹងលើកពាក្យមួយនិយាយថាធ្លាប់បានអនុវត្តអនាម័យនៃការគេងអត់ឬក៏ភាសាបច្ចេកទេសហៅ sleep hygiene អនាម័យនៃការគេងហ្នឹងខ្ញុំសូមលើកត្រួសតាក់ទងជាមួយនឹងលោកគ្រូពេទ្យប្រកាសជាណែនាំឲ្យព្រោះនៅពេលដែលធ្វើអនាម័យនៃការគេងគឺយើងត្រូវមានការកំណត់ឲ្យបានត្រឹមត្រូវគឺសម្រាប់ឬក៏កំណត់ការចូលគេងនិងការងើបពីគេងឲ្យបានទៀងទាត់មុនចូលគេងឬក៏មុនចូលគេងប្រហែលជា4ទៅ6ម៉ោងយើងអត់ត្រូវធ្វើការធ្ងន់ធ្ងរឬក៏ហាត់ប្រាណខ្លាំងពេកទេហើយតាក់ទងជាមួយនឹងកាហ្វេតែឬចុចសារធាតុកាហ្វេអ៊ីនឬក៏ពួកសារធាតុដែលមានផ្សំជាមួយនឹងពួកអាល់កុហុលមានស្រាប៊ីយ៉ាអីហ្នឹងត្រូវជៀសវាងជាដាច់ខាតហើយតាក់ទងជាមួយនឹងការគេងផងដែរកន្លែងគេងហ្នឹងត្រូវតែទន់ត្រូវតែគ្មានសំឡេងស្ងប់ស្ងាត់មានពន្លឺសទន់ហើយសីតុណ្ហភាពនៅក្នុងបន្ទប់ហ្នឹងក៏ត្រជាក់ល្មមធ្វើឲ្យយើងចង់គេងអាហ្នឹងគ្រាន់តែត្រួសតាក់ទងជាមួយនឹងអនាម័យនៃការគេងហើយវាមានរឿងច្រើនទៀតតែលោកគ្រូពេទ្យអ្នកគ្រូពេទ្យគាត់អាសាណែនាំហើយឧទាហរណ៍ដូចអ្នកជំងឺដែលគាត់មានបញ្ហាភ័យឬក៏ដែលយើងនិយាយថាសើតហ្នឹងភ្លាមហ្នឹងឬក៏គាត់មានបញ្ហាថប់អារម្មណ៍ដែលធ្វើឲ្យគាត់ភ័យភ្លាមហ្នឹងជាពិសេសគាត់លោកគ្រូអ្នកគ្រូនឹងប្រកាសជាណែនាំឲ្យតាក់ទងជាមួយនឹងចលនានឹងហើមតែសួរខ្លួនឯងថាតើយើងបានអនុវត្តដូចលោកគ្រូអ្នកគ្រូគាត់បានធ្វើឲ្យនៅហើយយើងបានធ្វើជាប្រចាំអត់នេះហើយគឺជាចំណុចមួយដែលយើងបានចូលរួមជាមួយនឹងគ្រូពេទ្យឬក៏អ្នកគ្រូពេទ្យសូមអនុវត្តអ្វីដែលអ្នកគ្រូពេទ្យលោកគ្រូពេទ្យណែនាំនោះគឺជាការជំរុញឲ្យមានប្រសិទ្ធភាពនៃការព្យាបាលផ្លូវចិត្តហ្នឹងកាន់តែធូរបន្ទាប់ពីការប្រើប្រាស់ថ្នាំ